រៀបចំខ្លួនណាម៉ែខ្ញុំចិត្តហើយនៅកុំគេសួរថាពេលណាយកប្តីដល់ពេលមានប្តីសួរទៀតថាកាលណាយកកូនដល់ពេលមានកូនមួយហើយកាលណាបានយកកូនមួយទៀត Oh my god សំណួរហ្នឹងដឹងតែជួបគ្រប់គ្នាហ្មងតែឥឡូវអត់ទេមានតែសួរថាបានម៉ានវត្តអើយបានម៉ានវត្តអើយឮសំណួរម្ដងចង់កៀងសំបីតាម៉ែក៏សួរដែរថាកាលណាបានមកវត្តនឹងគេម្ដងកូនអញ្ចឹងនេះអត់ឲ្យចាញ់ចិត្តទេក្រោកតាំងពីព្រលឹមល្ងិតទៅផ្សារទិញគ្រឿងក្រៅយកមកធ្វើចង្ហាន់ទៅវត្តតាមចាស់បុរាណពេលភ្ជុំបិណ្ឌទៅយ៉ាងហោចណាស់ឲ្យបាន7វត្តនៅក្នុងមួយឆ្នាំអញ្ចឹងហើយបានគេធ្វើបុណ្យភ្ជុំបិណ្ឌកាន់បិណ្ឌមានរយៈពេលវែងទោះបីជាយើងទៅអត់គ្រប់យ៉ាងហោចណាស់ក៏បានមកវត្តដែរកុំឲ្យដូនតាបាត់មុខឃើញតែកូនចៅគេមហូបទៅវត្តថ្ងៃនេះខ្ញុំបានឆាបកាជាមួយបន្លែគ្រប់មុខដោយសារពេលបុណ្យទានធំម្ដងបងប្អូនយើងចូលចិត្តប្រើសាច់អញ្ចឹងហើយខ្ញុំប្រើបកាជំនួសវិញជួយកាត់បន្ថយខ្លាញ់បានខ្លះស្លអញ្ចឹងយើងបានស្រុះបន្លែមុនឆាទៅចូលជាតិគ្នាបានល្អហើយឆ្អិនស្មើគ្នាទៀតម៉ែរៀបចំខ្លួនណាម៉ែខ្ញុំចិត្តហើយឲ្យខ្ញុំធ្វើបាយសម្លទៅវត្តគាត់ឆ្លៀតរែងស្រូវទុកកិនខ្លាចកូនមកពេលភ្ជុំអត់មានអីជាប់ដៃទៅវិញម៉ែប្រាប់ថាចង្ហាន់ប្រគេនព្រះសង្ឃត្រូវមានបាយសម្លហើយនិងផ្អែមរៀបចំដាក់គ្រប់មុខនិងមានតាយទានផ្សេងដែរចឹងហើយក្រៅពីបាយម្ហូបខ្ញុំមានប្រេងខ្យល់ខ្វាន់ឡុងនិងសាកដកមួយឈុតប្រគេនប្រេងខ្យល់ខ្វាន់ឡុងល្អសម្រាប់ព្រះសង្ឃដោយសារលោកនិមន្តដើរច្រើនលៀបបំបត្តិអាការៈឈឺសាច់ដុំជក់រោយចង្កេះឆ្អឹងខ្នងឬក៏ឈឺក្បាលវិលមុខបានភ្លាមពេលតឹងច្រមុះឈឺពោះសត្វល្អិតតិចឬខំក៏អាចប្រើបានដែរក្លិនឡើងក៏អូបអាហារហិតហើយចង់ហិតទៀតហ្មងកាលមុនឮតែហៅប្រេងខ្យល់10សប្រេងខ្យល់10សតែឈ្មោះពិតប្រាកដគឺប្រេងខ្យល់ខ្វាន់ឡុងទិញខ្វាន់ឡុងលើកនេះចំណេញឡើងជិត$6កាលមុន1គីឡូ$31.92តែក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនឹងសល់តែ$26.16ទេហើយ free សេវាដឹកជញ្ជូនគ្រប់ខេត្តក្រុងទៀតបានចំណេញហើយចាំកាលទិញប្រគេនព្រះសង្ឃផងទុកឲ្យម៉ែប្រើផងឈុតសាដកនេះក៏មានប្រម៉ូសិនពិសេសដែរតម្លៃត្រឹមតែ$7.99ទេចង់បានប្រេងខ្យល់ខ្វាន់ឡុងនិងឈុតសាដកយើងអាចរកទិញបាននៅ page ខ្វាន់ឡុង Cambodia លឿនណាប្រម៉ូសិនហ្នឹងមានកំណត់នឹងម៉ែទៅវត្តដើរទេព្រោះវត្តនៅជិតផ្ទះទៅដល់បងប្អូនតាយាយនៅវត្តច្រើនមែនតែនបាយម្ហូបនិងទេយ្យទានទាំងអស់បានប្រគេនព្រះសង្ឃនៅវត្តហើយសូមជូនបុណ្យកុសលដល់បងប្អូនឲ្យបានទទួលស្មើគ្នា